គេមកមួយសារនេះ2 event តែម្ដងគឺ event Mobile Legends X Naruto version 2 និង event Skin Leslie និង Granger Legend គ្រាន់តែ event Naruto ហ្នឹងមាននៅ server global តែអត់មាននៅក្នុងប្រទេសជប៉ុននិងរុស្ស៊ីហើយ event Skin Legend មាននៅតែ server ប្រទេសរុស្ស៊ីនិងប្រទេសជប៉ុនវិញអញ្ចឹងចាំខ្ញុំលំអិតពី event ទាំងពីរនេះឲ្យគ្នាយើងឆាប់យល់នឹងតម្លៃមួយ skin ហ្នឹងត្រូវចំណាយប្រហែលបើអ្នកនរគ្នាមានតម្រូវការដាក់ក្នុង QQ ទៅបើក event ទាំងពីរនេះកុំភ្លេចជាមួយនឹង website Innotion ហើយ link website ខ្ញុំដាក់នៅក្រោម bio profile ខ្ញុំអញ្ចឹងខ្ញុំនិយាយពី event ណាតមុន event នេះមាន skin ថ្មី2និងចាស់ចំនួន4 event នេះមានរយៈពេល45ថ្ងៃហើយ ticket របស់គេនឹងមានចំនួន2ដងម្ដងចំនួន29 ticket ហើយមួយ skin ហ្នឹងយើងត្រូវចំណាយអស់ពី110ទៅ120ដុល្លារយើងសគួរឲ្យបានច្រើនត្រទៅអញ្ចឹងគ្នាយើងអាចគុនគូតាមនឹងបានចេញភ្លាមយកភ្លាមគុនគូតាមចេញភ្លាមយកភ្លាមបើពវល់មួយថ្ងៃម្ដងអាចគុនគូតាមពវល់មួយថ្ងៃម្ដងជាមួយនឹងការ discount ហើយនឹង free ticket អញ្ចឹងអត់ពិបាកគណនាទេថាមួយ skin អស់ប្រហែលអញ្ចឹងគ្នាយើងចូលគុនគូទៅថាមួយ skin អស់ពី110ដងទៅ120ដងចូលមកដល់ Skin Legend Leslie និង Granger វិញ event នេះរៀងសាំញ៉ាំបន្តិចមានតែ2ប្រទេសទេជប៉ុនហើយនិងរុស្ស៊ីតែ2ប្រទេសហ្នឹងអត់មាន event ណាតទេគេតម្រូវឲ្យយើងដូរ VPN ណាអញ្ចឹងខ្ញុំក៏ដូរទៅប្រទេសជប៉ុនដែរដោយសារតែខ្ញុំហ្នឹងគាំទ្រវិស័យខ្សែភាពយន្តជប៉ុនហ្នឹងតាំងក្មេងមកម៉េះសម្រាប់ការប្រើ VPN ហ្នឹងយើងត្រូវទទួលខុសត្រូវដោយខ្លួនឯងអត់មានអ្នកណាគេមកធានាឲ្យយើងទេតែ account ខ្ញុំលេងរាល់ថ្ងៃហ្នឹងលេងបានធម្មតាការអញ្ចឹងលើកមុនហ្នឹងមាន creator ជាច្រើនរួមទាំងខ្ញុំនិងគ្នាយើងជាច្រើនទៀតអត់មានបញ្ហាអីទេហើយបើមានព័ត៌មានថា ban account ban អីហ្នឹងសុទ្ធតែអ្នកអំពលទេគឺពួកគាត់ហ្នឹងអត់មានបានបើកអីទេចេះតែអំពលទៅទេគេមិនដែលយកលុយពីយើងហើយគេមក ban account យើងទៅទេកុំឆ្ងល់អ្នកនរគ្នាហើយ event Legend នេះដែរមាន ticket ចំនួន2ដងដូចគ្នាហើយម្ដងមានត្រឹមតែ15 ticket អីទេ2ដងគឺអាចនឹង30អញ្ចឹងខ្ញុំបញ្ជាក់បន្តិច event ហ្នឹងកាលខ្ញុំបើកលើកមុនអត់មានចាក់កទេតែឥឡូវហ្នឹងខ្ញុំអត់ដឹងទេហើយក៏អត់ហ៊ានធានាដែរហើយការប្រើ VPN ហ្នឹងយើងប្រើដោយទំនួលខុសត្រូវលើខ្លួនឯង